បាទត្រឹងសៀនវាលុកជាងអាកំសត់នៅតក្វិចសូមអូនកាយគោរពដល់ពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋានខណៈពេលនេះសៀនអាចឈើមកដល់វត្តពុទ្ធរាំងសីបង្កក់ពីដើមជាឃុំភូមិឃ្លាំងទីស្រុកមីទូឃ្លាំងឥឡូវនឹងជាឃុំមីហឿងទីក្រុងកង្ធើដើម្បីមកវត្តបង្កក់នេះដើម្បីចែករំលែករូបភាពនៅជាងធ្វើនៅទូកងសូមបងប្អូនពុកម៉ែយើងទេសនាដោយតទៅនេះហើយជាទូកងវត្តពុទ្ធរាំងសីបង្កក់បងប្អូនដូចឆ្នេះថ្ងៃនេះក៏ចៃដន្យអីក៏មានទេពកោសលជួបក្នុងគណៈកម្មការខាងទូកងវត្តបង្កក់ដូច្នេះហើយសៀននឹងសូមសេចក្តីសម្ភាសខ្លីអំពីនិយាយជុំវិញការទូកងនឹងឲ្យពុកម៉ែបងប្អូនបានទស្សនាបាទសៀនអាចធ្វើជាងអាកំសត់សូមគោរពដល់លោកម៉ែហើយចោះសូមលោកម៉ែឲ្យជាងអាសម្ភាសខ្លីនិយាយជុំវិញអំពីទូកងលុងរបស់វត្តបង្កក់យើងបាទវត្តបង្កក់thìខ្ញុំប្រជុំមកthìលោកគ្រូអនុម័តហើយថាមិនជាពីភ្នំពេញទេបាទហើយយើងជាឈើពីនៅហៅយ៉ាងមកបាទដើម្បីបោះពុកលុងដើម្បីឲ្យពិស័កយើងពុកគ្នាមើលស្គាល់ថាពុកលុងគេធ្វើរបៀបម៉េចទៅបានថាបាច់កន្លែងបាច់កបោនេះក្មេងវាមិនស្គាល់ហើយនឹងចាស់មិនស្គាល់ទូកលុងល្មាច់ចឹងបានលោកគ្រូជាវឈើនៅកន្លែងវៀតណាមយើងដើម្បីយកមកវត្តបោះពុកលុងដើម្បីឲ្យពិស័កយើងវត្តយើងស្គាល់បានថាហេតុហ្នឹងហើយបានថាបោះក្នុងវត្តណាហើយលោកគ្រូដាក់កំណត់ថ្ងៃ1 ខែ 1 ឆ្នាំ 2026ហ្នឹងចាប់ផ្ដើមដល់ឥឡូវហ្នឹងបាន26ថ្ងៃហើយឲ្យជាងអាសុំសួរបន្ថែមលោកម៉ែទៀតថាដូចថាទូកលុងនឹងនៅមានអាចសន្មតថានៅប្រហែលថ្ងៃទៀតបានហើយសម្រាប់ជាស្ថាពរទេលោកម៉ែតាមពិសោធន៍មិញតាមយើងជួមេជាងណាបាទកំណត់10ថ្ងៃចុះមកទៀតបានសម្រាប់ហើយបាទសម្រាប់ការ10ថ្ងៃចុះមកទៀតតាមពិសោធន៍ខ្ញុំប្រាប់ថាខ្ញុំនិយាយថាចូលប្រហែលទៀតបានសម្រាប់100ទៀតរយយើងមក10ថ្ងៃចុះមកទៀតបាទជាហើយ100ទៀតរយហើយបាទដូចតាមដានអញ្ចឹងការទូកងលុងវត្តបង្កប់យើងតាមដានមើលដូចក្នុងរូបភាពអញ្ចឹងបានសម្រាប់ហើយប្រហែលភាគក្រោយលោកម៉ែតាមមើលបានសម្រាប់6ភាគក្រោយយ៉ាដល់60ភាគក្រោយបាទភាគក្រោយព្រោះអីនៅតាកាសាហ្នឹងយ៉ានៅតាកាសាចាប់ដើមមិនយើងបែកយើងជាពលអស់ដល់នេះចង់ទៅខាងការបាទហើយដូចឆ្នេះសូមលោកម៉ែឲ្យជាងអាកំសត់ជូនពរលោកម៉ែបានសុខភាពបរិបូរណ៍ដើម្បីដឹកនាំពុទ្ធបរិស័ទនិងបងកៃឡាទាំងអស់ក្នុងពិធីអកអំបុកឆ្នាំ2026ណាលោកម៉ែបាទសូមអរគុណបាទនេះជារូបភាពទូកលុងរបស់វត្តបង្កក់ដូចថាបានក្នុងការសម្ភាសម៉ែងពីលោកម៉ែគណៈកម្មការវត្តបង្កក់នឹងគឺថាបានរួចក្រំជា60ភាគរយបងប្អូនណានេះគឺក្នុងរូបភាពទូកសៀនជាងអាដើម្បី review ឲ្យពុកម៉ែចែកកម្លេចឲ្យពុកម៉ែបានឃើញជាក់ស្ដែងគឺថាបងប្អូនយើងក្នុងការសាមគ្គីគ្នាដើម្បីបោះនៅទូកងមួយជាមិនងាយណាបានទេបងប្អូននេះជាការសាមគ្គីរបស់ពុទ្ធបរិស័ទទាំងអស់ក្នុងចំណោះវត្តបង្កក់ដូច្នេះសៀនក៏សូមចែករំលែកបន្តដើម្បីសូមសម្ភាសខ្លីពីជាងធ្វើនៅទូកងនឹងដូចតទៅ
นี่ให้ขังมุกนี่คือแจงลือทาแจงตุกงอนึงมองปีประเทศกัมพูชีบางปนนึงกัดกำปงแต่จะเอาhàng kem tuốt đôi chân này hơi cắt cầm phong đặt với đôi mà plei tiết xiên nung xôm sầm phe khay vì lục ru mọc để Việt Nam gọt bằng cọt nâng mò du nậu bác xôm phe lục ru khay đi lục ru bác lục ru ai ơi đừng nem như được lục ru mà vậy được lục keo sà ran hay mà mọc vìประเทศ Campuchia hay mọc vì khai na nó ประเทศ Campuchia lục ru bà thấy lục ru mọc Việt Nam nó bàn bao nó tuประมาณtu cái lục ru bà buôn bám vót và thấy cái năm này cứ thả bao đâu vót bằng cọc nữa lục cụ đi khung cá tụi con nó tam khung ruột phèp chứ ruột cái đó hơi bảo mãn nó phèp rồi lục cụ phèp rồi và nó vì ba ý lẩu cứ tha ngày mui mặc cà rá đó là lẩu nó cứ tha mà phải bảo mãn ngày lục cụ đấy bà thấy lục ru ai sao nằm mặt tha nóประมาณ ngày tiết bàn hơi chia sạp po đấy lục ru bà thấy đôi khi này xiên ai chơi mình sầm đồng khán lục ru du có xôm chun vua lục ru sắp cà phê ba đôi bô đầm bay ba nâu tụi ngồi tràn nâu cam bị chia crom nhưng mà lục ru đó bà xôm chun vua lục ru bà xôm chụp điệp lên bà đôi khi này hơi xiên ai chơi cầm sắt trần xiên vlog sẵn khai vlog trầm lớn sao nằm mặt chua phục mai bằng bộ dưỡng nâu vlog rồi đôi khi này hơi có mình nung mình chọc vlog có xôm chun po phục mai bằng bộ nâu group mai chặt hàn và cọp đâu sự đây sắp bái chia bị sát có xôm chun po cả ná cam mà cả ai chả nhôm vót đâu vót bằng cóc xôm sa mà kia cái này mình to đầm bay chia cầm lặng chất đầm bay thui chắp nâu ở hơi vót hơi tục lung có xôm chun po nâu vót bằng cóc tụi ban khi là phi dạng cái nông vì thi ẩm bốc qua mà phải bầm bụi nưng bát cái nông can thì gì đấy bọn men kho to cái lạnh ná xôm buộc mai bằng bồn dướng thìa sai đòi chèn a cầm sắt ni phong bát có xôm chui lai xe phê xiên đầm bay men cầm lặng chất đầm bay review phép dân xem ơi buộc mai bằng bồn ban te sna đôi khi này hai chèn a cầm sắt có xôm son là mất sẵn khai vui lọc trầm nâng